ជំរាបសួរលោកគ្រូថ្ងៃនេះក្រុមរបស់នាងខ្ញុំបានមកសូត្រកំណាព្យបទពាក្យ7សូត្របែបទុំទាវសូមមិត្តភក្តិទាំងអស់គ្នារីករាយស្ដាប់ដូចតទៅយើងត្រូវគោរពដឹងគុណគ្រូលោកជាគំរូដ៏សែនល្អថែមទាំងមានចិនល្អស្មោះសរពួកយើងត្រេកអរក្រុមគ្នាគ្រប់ប្រៀបដូចជាម្ដាយឪពុងចូលយើងចាំតងហើយវន្តាគោរពដឹងគុណក្រុមអង្គាមិនត្រូវរុញរាខ្ជិលឡើយណាគ្រូលោកទូមានព្រានប្រដៅដល់អង្គកូនចៅក្រុមអាត្មាខិតខំបងរៀនហើយត្រូវស្ដាប់លោកគ្រូគាត់ថាត្រូវចាំតងរៀបសួរលោកគ្រូសួស្តីមិត្តភក្តិទាំងអស់គ្នានាងខ្ញុំឈ្មោះសំអាងដេវីនតំណាងឲ្យក្រុមទី2ឡើងមកសូត្រកំណាព្យខេត្តជុំវិញបឹងទន្លេសាបបាត់ព្រហ្មកិត្តសូមរីករាយស្ដាប់ដូចតទៅសៀមសាន់បានឆ្នាំងធំនៅចិនជុំទន្លេសាបសៀមរាបល្អស្រស់ស្អាតមានប្រាសាទដ៏វិចិត្រនិយាយពីពោធិ៍សាត់ចៅចង់កាន់ជាចំណិនកូនតែកូនខ្មែរកិនខែធពិនត្រូវរាក្សាបានដំបងវិញណាល្អអស្ចារ្យព្រាពុំបានប្រាសាទនំនឹងអាងប្រស្មាបានចាចែងតុងសូមអរគុណសួរលោកគ្រូនិងមិត្តសិស្សានុសិស្សទាំងអស់ខ្ញុំបាទតំណាងក្រុមទី3ថ្ងៃនេះខ្ញុំមកសូត្រកំណាព្យមួយដែលមានចំណងជើងថាតួនាទីជាសិស្សលំនាំបទកគតិសូមមិត្តសិស្សានុសិស្សនិងលោកគ្រូរីករាយស្ដាប់ដូចតទៅខ្ញុំជាកូនសឹងមិនច្រលើបឹងឲ្យបានសមសួនខិតខំរៀនសូត្រក្លាហានមាំមួនយើងកុំភ្លេចខ្លួនវង្វេងផ្លូវខំខ្ញុំធ្វើកិច្ចការលំហាត់សាលាមិនមានកំហុសធ្វើបានត្រឹមត្រូវបន្ទុកមិនចង់ប្រភាកសំរងខ្ញុំឲ្យស្វ័យណាឲ្យសើខំរៀនស្ដាប់គ្រូទូមានក្រេបយកវិជ្ជាសំដីគួសមដាក់សើគ្រប់គ្នាដើរលេងពាលាឈប់ធ្វើវាទៅសួរលោកគ្រូនិងមិត្តសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អានយើងខ្ញុំតំណាងឲ្យក្រុមទី4ថ្ងៃនេះយើងនឹងមកសូត្រកំណាព្យមួយដែលមានចំណងជើងថាសម្រស់សារីវត្តរីច្បូបទពាក្យ7សូត្របែបថ្វាយផ្កាសូមរីករាយស្ដាប់ដូចតទៅសាលារៀនខ្ញុំស្អាតពេកក្ដីគេឈ្មោះសពថ្ងៃវត្តរាជបូរអាគារទៀបខ្ពស់មានហែហូស្មារតីគាំទ្រមានគុណភាពបងច្បាប់បន្លែមានចម្រុងថែទាំបណ្ដងតាមពោះទៀមសិស្សានុសិស្សមានរបៀបជាមោទនភាពក្រុមគ្នាយើងត្រូវរួមគ្នាថែរក្សាខំរៀនសូត្រណាកុំរុញរាតស៊ូទាំងក្តៅនិងរងាក្រេបយកវិជ្ជាតន់នៅក្មេងសូមអរគុណ